មានឆ្មាកំសត់មួយកំពុងតែដើរសុំទានចឹងហើយអាឆ្មាពីរនាក់ទៀតគេកំពុងញ៉ាំហូបអាហារនៅក្នុងផ្ទះពេលនោះឆ្មាដែរក៏ពាត់ក៏បានសុំទានសុំអីនៅឡៃផ្ទះគេហ្នឹងគួរទ្វារគួរគេដាក់ចំណីឲ្យចឹងណាហើយរីអាឆ្មានោះឃើញអាផ្លូវមន្តសនក៏ទាញយកទៅដាក់ឲ្យចំណីឲ្យឆ្មានឹងដែរដើម្បីឲ្យគ្នាបានហូបបានអីទាំងរីឯខ្លួនឆ្មាមួយទៀតហ្នឹងខំមែនតើចឹងណាគេថាបានចំណីបានអីស៊ីទៀតបោកខានមកឲ្យពេញយ៉ាងចឹងទៅហើយរីឯម្ដាយរបស់គេណាបានបដៅណែនមកឲ្យចឹងថាកុំឲ្យធ្វើអីចឹងទៅដល់ពេលគេធំឡើងលេងគៀងដបងដើម្បីទៅវាយមេឆ្មាដែលដើរសុំទានសុំហូបគេហ្នឹងទៅតមកគេឃើញគួរដល់ពីអ្នកទៀតកូនមកគេចឹងណាហើយគេក៏មានចិត្តអាណិតដែរដោយសារគេមានចម្រោកមានអីនៅសំរុំមកដូចឆ្មាមួយហ្នឹងដែលគេអត់មានចម្រោកនៅអីចឹងទេតមកគេអាណិតគេរត់ទៅផ្ទះគេវិញចាដើម្បីទៅឲ្យម្ដាយរបស់គេយកនំប៉័ងយកអីមកដើម្បីដាក់ធ្វើម្ហូបដាក់ធ្វើអីដើម្បីយកទៅឲ្យកូនឆ្មាមួយហ្នឹងដែលគាត់នៅផ្ទះចាស់មួយហ្នឹងចឹងណាហើយបន្ទាប់មកគាត់ក៏ដើរមកតាមហ្នឹងគេទៅបន្ទាប់មកគាត់យកចំណីយកចំណុកឲ្យឆ្មាពីរអាហ្នឹង3នាក់ហ្នឹងដើម្បីហូបបានហ្នឹងគេសប្បាយចិត្តមែនតើពេលហ្នឹងចឹងគេដែលសារគេចេះធ្វើបនធ្វើអីចឹងទៅគេសប្បាយចិត្តមែនតើពេលហ្នឹងទៅបានជប់ទៀត